តបនៅខាងអីទៅជាងបានសូមគោរពសម្ដេចដេចទូព្រមទាំងសម្ដេចធិបតីបាទខ្ញុំបាទជាអតីតមេបញ្ជាការកងទ័ពនៅខាងភូមិភាគពិសេសខ្ញុំបញ្ជាការរបស់កងទ័ពភូមិភាគពិសេសទៀតណាបាទហើយសូមជម្រាបទៅថៃដែរទៀតណាជម្រាបទៅថៃថាអាថៃហើយត្រូវប្រយ័ត្នព្រោះអញមិនទាន់ស្លាប់ទេរឿងវាយមានកប៉ាល់ហោះមានកភ្លើងធំមានគ្រប់បែបយ៉ាងអញមិនទាន់ចោះចាញ់ទេឈឺចាប់ណាស់សម្ដេចខ្ញុំបាទឈឺចាប់ណាស់ចំពោះថៃដែលយកទឹកដីរបស់ខ្មែរហើយខ្ញុំមិនដែលបង្ហាញមុខទេទៅនៅថ្ងៃនេះខ្ញុំនឹងសូមជម្រាបដល់សម្ដេចទាំងពីរឲ្យយល់ថាខ្ញុំអតីតខ្ញុំបញ្ជាការកងពិសេសរបស់ភូមិភាគពិសេសបាទពីឆ្នាំពី71 72 73រហូតមកដល់ចាសម័យហ្នឹងបែកឈ្មោះគេបាទអញ្ចឹងគឺថាពេលនេះខ្ញុំនៅតែចិត្តមួយឈឺចាប់ចំពោះថៃដែលឈ្លានពានចូលទឹកដីរបស់កម្ពុជាបាទហើយបើមិនជាលោកទាំងពីរសម្ដេចទាំងពីរត្រូវការខ្ញុំបាទខ្ញុំនឹងទៅជួយនៅបច្ចេកទេសប្រយុទ្ធគ្រប់បែបយ៉ាងទាំងអស់ដែលខ្ញុំបានរៀននៅទៅតាមវគ្គតាមថ្នាក់របស់ខ្ញុំបាទសូមអរគុណសូមជម្រាបលាលោកខ្ញុំប្រោត